ព្រះគម្ពីរម៉ាថាយចំពុក4 1គ្រានោះព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅឯទីរហោឋានដើម្បីឲ្យត្រូវអារក្សល្បួង2កាលទ្រង់បានតំ40ថ្ងៃ40យប់ហើយក្រោយមកទ្រង់ឃ្លាន3រួចមេល្បួងក៏មកទូលទ្រង់ថាបើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលបង្កើបឲ្យថ្មទាំងនេះត្រឡប់ជានំបងទៅ4តែទ្រង់មានព្រះបន្ទូលប្រាប់ថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំបងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ថាព្រះមកដែរ5នោះអារ៉ាក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធដាក់លើកំពូលព្រះវិហារទូលថា6បើញាក់ជាព្រះរាជបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនទៅក្រោមចោះដបិតមានសេចក្តីចែងទុកមកថាទ្រង់នឹងបង្កោតពួកទេវតានៃទ្រង់ពីដំណើរញាក់ទេវតានឹងត្រាញាក់ដោយដៃក្រែងលោជើងញាក់ទង្គិចនឹងថ្ម7ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថាមានសេចក្តីចែងទុកដូច្នេះទៀតគុំឲ្យឯងល្បួងព្រះអម្ចាស់ជាព្រះនៃឯងឡើយ8មួយទៀតអារ៉ាបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ក៏បង្ហាញទាំងនគរក្នុងលោកីនិងសេរីលំអរបស់នគរទាំងនោះថ្វាយទ្រង់តត9រួចទូលថាបើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំនោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក10នោះព្រះយេស៊ូវមានព្រះបន្ទូលតបថាណាសាតាំងចូលឯងថយចេញពីឯងទៅដបិតមានសេចក្តីចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ11ដូច្នេះអារ៉ាក៏ថយចេញពីទ្រង់ទៅរួចមានពួកទេវតាមកបម្រើទ្រង់12កាលព្រះយេស៊ូវឮថាគេបានបញ្ជូនយ៉ូហានទៅហើយនោះទ្រង់យាងថយទៅគង់នៅឯស្រុកកាលីលេវិញ13រួចទ្រង់ចេញពីណាសារ៉េតទៅគង់នៅឯក្រុងកាពើណាំវិញជាក្រុងនៅមាត់សមុទ្រត្រង់ព្រំប្រដាល់ដែនខេត្តសាប់យូឡូននិងណេបថាលី14ដើម្បីឲ្យបានសម្រេចទំនាយដែលហូរ៉ាអេសាយបានថាយថា15ស្រុកសាប់យូឡូននិងណេបថាលីតាមផ្លូវទៅឯសមុទ្រខាងនាយទន្លេយ៉រដានគឺជាស្រុកកាលីលេរបស់សាសដទៃ16ឯបណ្ដាជនដែលអង្គុយក្នុងសេចក្តីងងឹតគេបានឃើញពន្លឺយ៉ាងធំមានពន្លឺរះឡៅបំភ្លឺដល់គោះអ្នកដែលអង្គុយក្នុងកំឡុងហើយនិងម្លប់នៃសេចក្តីស្លាប់17តាំងពីគ្រានោះមកព្រះយេស៊ូវក៏ចាប់តាំងប្រកាសដោយព្រះបន្ទូលថាចូលប្រាចិត្តឡើងដបិតនគរស្ថានសួគ៌ជិតដល់ហើយ18កាលព្រះយេស៊ូវទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីលេនោះក៏តតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទត្រីគឺស៊ីម៉ូនដែលហៅថាពេត្រុសនិងអង់ដ្រេជាប្អូនកំពុងតែបង់សំណាញ់ខឹងសមុទ្រ19រួចទ្រង់មានព្រះបន្ទូលទៅគេថាចូលមកតាមខ្ញុំនឹងតាំងអ្នកជាអ្នកនេសាទមនុស្សវិញ20គេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាម21លុះយាងហួសពីនោះបន្តិចទៅទ្រង់តតខែងបងប្អូន2នាក់ទៀតគឺយ៉ាកបជាកូនសេបេដេនិងយ៉ូហានជាប្អូនដែលនៅក្នុងទូកជាមួយនឹងសេបេដេជាឪពុកគេកំពុងតែជួសជុលសំណាញ់ហើយទ្រង់មានព្រះបន្ទូលហៅញាក់ទាំងពីរនោះមក22គេក៏លាក់បាំងទូកនិងឪពុកដើរតាមទ្រង់ជាមួយរំផែកទៅ23ព្រះយេស៊ូវទ្រង់យាងគ្រប់ស័ព្ទក្នុងស្រុកកាលីលេទ្រង់បង្រៀនក្នុងទាំងសាលាប្រជុំក៏ប្រកាសដំណឹងល្អពីនគរព្រមទាំងប្រោសជំងឺគ្រប់មុខនិងទាំងចរាពិការក្នុងពួកបណ្ដាជនឲ្យជាផង24ដំណឹងពីទ្រង់បានឮសុសសាយទួទៅពេញក្នុងស្រុកស៊ីរីគេក៏នាំទាំងមនុស្សដែលមានជំងឺរោគាក្រាមគ្រាផ្សេងទាំងមនុស្សអារក្សចូលមនុស្សឆ្កួតព្រោះនិងមនុស្សស្លាប់ដៃស្លាប់ជើងមកឯទ្រង់ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា25មានមនុស្សកក់ខ្នួយជាប់តាមទ្រង់គឺជាមនុស្សដែលមកពីស្រុកកាលីលេស្រុកដេកាប៉ូយពីក្រុងយេរូសាឡិមពីស្រុកយូដាហើយពីខាងនាយទន្លេយ៉រដានអបសាតបងប្អូនបានស្ដាប់ចាប់ព្រះគម្ពីរម៉ាថាយចំពុក4មួយទៀតហើយសូមអរគុណសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នា